ตามូลហេតុអ្វីបានជា Telegram យើងឧស្សាហ៍ខូចហើយជួនកាលនៅសុកក៏ Telegram នឹងស្រាប់តែត្រូវបានលុបចេញដោយមិនដឹងមូលហេតុអញ្ចឹងជាដំបូងយើងអាចចូលមកត្រង់ចំណុច 3 នៅខាងលើសម្រាប់កុំព្យូទ័រឬក៏ទូរស័ព្ទគឺយើងអាចចូលបានដូចគ្នាបន្ទាប់មកទៀតគឺយើងចូលមកយកពាក្យថា setting យកពាក្យថា privacy and security អញ្ចឹងយើងអូសមកក្រោមមកសម្រាប់ទូរស័ព្ទនឹងបង្ហាញនៅបែបនេះតែសម្រាប់កុំព្យូទ័រគឺនឹងបង្ហាញនៅបែបនេះអញ្ចឹងត្រង់ចំណុចនេះប្រសិនជាយើងបង្កើតរយៈពេលខ្លីគឺយើងដាក់មួយខែបើយើងចង់ប្រើរយៈពេលខ្លីបាទបើសិនជាយើងចង់ប្រើរយៈពេលវែងគឺយើងដាក់វែងទៅដូច្នេះខ្ញុំដាក់ថា24ខែអញ្ចឹង24ខែគឺវានឹងចាប់ផ្ដើមរាប់ចាប់តាំងពីថ្ងៃដែលយើងជ្រើសរើសនេះទៅរហូតដល់24ខែវានឹងសួរសំណួរយើងទៀតថាតើលេខទូរស័ព្ទហ្នឹងយើងនៅប្រើទៀតអត់បាទអញ្ចឹងនៅពេលដែលយើងប្រើពីមួយខែទៅមួយខែទៅគឺចំនួនខែគឺបានដកយើងដកទៅកន្លែងនេះគឺចេះតែឡើងម្ដងតិចរហូតដល់អស់ចំនួនខែរបស់យើងអូខេអញ្ចឹងខ្ញុំចុច save បាទអញ្ចឹងត្រង់ចំណុចនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ